សរសើរពេកហើយឆាប់សម្រាប់ចុះព្រឹកស្អែកតែបង្ហាញខ្លួននៅតកូលសិនបាទអញ្ចឹងខ្ញុំក៏ចាប់មកការងារដែរតែនេះចង់ចិញ្ចឹមគេទៀតមែនទេក្រែងនិយាយរួចហើយតើក្រែងពីខ្ញុំគ្មានអផ្សេងទេអេលោកថ្ងៃនេះឈ្គត់តែដឹងខ្ញុំចង់ចិញ្ចឹមគេតាំងពីកាលខ្ញុំឈឺណាបើមិនចិញ្ចឹមគេហាត់អីរៀបចំឲ្យគេចូលសម្ព័ន្ធតកូលសិនសំចិត្តសម្ព័ន្ធតកូលសិនបុគ្គលិករាប់ពាន់នាក់ឬមកខ្ញុំត្រូវចិញ្ចឹមទាំងអស់ដោយសារខ្ញុំឃើញគេទៅចេញចូលសង្គមចេះតែជួបមនុស្សអាក្រក់ទៅខ្ញុំចង់ជួយគេឬមួយលោកប្រច័នទេខ្ញុំមិនចូលចិត្តប្រច័នទេខ្ញុំមកទៅលោកគឺប្រច័នមែនហើយកុំបារម្ភមនុស្សដូចខ្ញុំនេះក៏ចូលចិត្តអ្វីដែលស្អាតស្អំមានលោកម្នាក់ហើយខ្ញុំមិនទាន់គិតរឿងផ្សេងទេមិនទាន់គិតបានយ៉ាងម៉េចទំនាក់ទំនងរវាងពួកយើងគ្រាន់តែបណ្ដោះអាសន្នប៉ុណ្ណោះបើចង់នៅជាមួយគ្នារហូតត្រូវតែរៀបការណានាងអាចយល់ថាខ្ញុំមិនសមនឹងណានាងទេខ្ញុំគ្មានកំណត់មើលងាយលោកទេរៀបការត្រូវតែមានស្នេហ៍ស្មោះទំនាក់ទំនងពួកយើងពេលនេះនិយាយរឿងលុយមិនមែនស្នេហាមិនមែនណាមួយខ្ញុំមិនដឹងថាពេលណាខ្ញុំត្រឡប់ទៅវិញផងដូចជាបាយចែកច្បាស់លាស់ដល់ហើយបានចឹងមែនឡខ្ញុំយកលុយពីនាង30លានទៀតដូច្នេះយប់នេះខ្ញុំគួរតែបំពេញតួនាទីខ្ញុំឲ្យបានល្អដើម្បីកុំឲ្យណានាងចាយលុយដល់អត់ប្រយោជន៍ឲ្យលុយលោកមិនមែនមានអីចឹងទេខ្ញុំគ្មានអីចឹងទេក្រែងថានិយាយរឿងលុយមិននិយាយពីរឿងស្នេហាទេឲ្យលើខ្ញុំចាត់យ៉ាងនេះខ្ញុំត្រូវតែធ្វើឲ្យនាងមានអារម្មណ៍ថាជីវិតពេញដោយអត្ថន័យមិនចោះតិចហឹងយើងគ្រប់គូទៅដល់ពេលខ្សែធនហើយបាទខ្ញុំឆាប់ចាត់ការភ្លាមផ្ញើហើយឆ្ងាយពីខ្ញុំបន្តិចថ្ងៃក្រោយបើមិនអនុញ្ញាតទេកុំប៉ះខ្ញុំអីយ៉ាងម៉េចនាងធំមិនពេញចិត្តសេវាកម្មរបស់ខ្ញុំទេដឹងច្បាស់ហើយនៅសួរទៀតជប់មិនឆ្អឹងខ្ញុំស្ទើរបាក់អស់ហើយបើអញ្ចឹងលើក្រោយខ្ញុំថ្នមកម្លាំងបន្តិចនិយាយស្អីស្ដាប់ទៅព្រឺសម្បុរណាស់គ្មានមនោសញ្ចេតនាសោះចុះពីក្រែកបដូរទឹកមុខខ្ញុំនាងធំលោកម្ចាស់មកហើយគាត់មកធ្វើស្អីមកម្នាក់អញបានហើយចុកកាយដកកន្ទុយមកជាមួយប៉ាទៀតប៉ាសតតែមកទីនេះមានការអីសិនសញ្ញានឲ្យធ្វើប៉ាអស់សង្ឃឹមមើលមានរឿងអីកាត់ឡើងសិនសញ្ញានទង្វើទាំងអស់ដែលអញធ្វើនៅក្រុមហ៊ុនប៉ាក៏ដឹងអស់ហើយទៅចូលក្រុមហ៊ុនធ្វើឲ្យខូចគម្រោងដល់ទៅ2ដឹងថាធ្វើឲ្យក្រុមហ៊ុនខាតបណ្ណាទេគម្រោងស្អីគេមានតែគម្រោងរបស់ហឹងយ៉ាន់ក្រុមតាខ្ញុំប្រាប់ចុះគម្រោងវ៉ាងស្អីគេនោះជារົບចិត្តត្រកសិនយើងដាច់ខាតកំសហការជាមួយគេដល់ពេលនេះហើយនៅមិនទាន់ដឹងខ្លួនខុសទៀតទេការធ្វើជាមួយអ្វីទៅដែលសំខាន់ជាងគេសំខាន់គឺផលប្រយោជន៍ចរិតគេយ៉ាងម៉េចពាក់ព័ន្ធស្អីជាមួយឯងហើយនេះបាត់ជាឯងធ្វើឲ្យគេខឹងចុះបើគេរំលោភកូនស្រីប៉ាក៏គ្មានបញ្ហាដែរគេគ្រាន់តែស្ទាបជាមួយការរបស់ឯងទេឯងឆ្លោះជាមួយគេដោយសារតែជាមួយការតូចតាចយើងមើលទៅឯងដូចជាល្ងងពេកហើយធានជាចំណុចរបស់ខ្ញុំបើសម្បីតែគេក៏ការពារមិនបានថ្ងៃក្រោយគេស្មោះត្រង់ធ្វើការជាមួយខ្ញុំយ៉ាងម៉េច